សូមគោរពជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនាថ្ងៃប្រហ័សទី21ខែឧសភាឆ្នាំ2026 Baltic Group បានរៀបចំពិធីក្រុងពាលីនិងសូត្រមន្តប្រោះព្រំបើកការដ្ឋានបុកគ្រឹះសាងសង់អគារសាកលវិទ្យាល័យ Baltic អន្តរជាតិទីតាំងទី3ទួលពង្រដែលកំពុងនឹងសាងសង់យ៉ាងសកម្មនៅលើផ្ទៃដី11ហិកតា ឧត្តមបណ្ឌិតលីឆេងតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិកអគ្គនាយកនៃ Baltic Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Baltic អន្តរជាតិនិងលោកជំទាវអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលីនិងសូត្រមន្តប្រោះព្រំបើកការដ្ឋានបុកគ្រឹះសាងសង់អគារសាកលវិទ្យាល័យ Baltic អន្តរជាតិទីតាំងទី3ទួលពង្រលើផ្ទៃដី11ហិកតាដែលស្ថិតនៅអគារលេខ 6585 ផ្លូវបេតុង ភូមិត្រពាំងរំជែកសង្កាត់ចោមចៅ1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតាមផ្លូវប្រឡាយក្រោយផ្សារទួលពង្រប្រហែល300ម៉ែត្រពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អគ្គនាយករងអគ្គនាយិការរងនៃ Baltic Group ភ្ញៀវកិត្តិយសអន្តរជាតិព្រមទាំងថ្នាក់ដឹកនាំនៃ Baltic Group សាកលវិទ្យាធិការរងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ Baltic អន្តរជាតិនិងនាយកសាខានៃសាលា Baltic អន្តរជាតិផងដែរសូមជម្រាបជូនផងដែរថាអគារសាកលវិទ្យាល័យ Baltic អន្តរជាតិទីតាំងទី3ដែលកំពុងសាងសង់នេះត្រូវបានរចនាឡើងតាមបែបទំនើបស្របតាមស្តង់ដារអន្តរជាតិដែលសាងសង់លើផ្ទៃដីសរុប11ហិកតាមានទីធ្លាធំទូលាយបរិយាកាសល្អសុវត្ថិភាពនិងផាសុកភាពសម្រាប់និស្សិតជាមួយនឹងការបំពាក់នូវសម្ភារៈសិក្សាទំនើបដើម្បីបំពេញតម្រូវការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍជំនាញរបស់និស្សិតឲ្យកាន់តែមានប្រសិទ្ធភាពនិងគុណភាពខ្ពស់ស្របតាមការរីកចម្រើនរបស់សង្គមជាតិនិងការវិវត្តនៃបច្ចេកវិទ្យានាសម័យ Digital ជាពិសេសសាកលវិទ្យាល័យទីតាំងទី3នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំកម្ពុជានិងផ្តល់ឱកាសសិក្សាកាន់តែងាយស្រួលជូនដល់និស្សិតនៅក្នុងប្រទេសនិងជុំវិញពិភពលោកបច្ចុប្បន្នសាកលវិទ្យាល័យ Baltic អន្តរជាតិមានចំនួន3ទីតាំងរួមមានសាកលវិទ្យាល័យ Baltic អន្តរជាតិទីតាំងទី1ទួលស្លែងសាកលវិទ្យាល័យ Baltic អន្តរជាតិទីតាំងទី2ស្ពានអាកាសចោមចៅសាកលវិទ្យាល័យ Baltic អន្តរជាតិទីតាំងទី3ទួលពង្រកំពុងសាងសង់លើផ្ទៃដី11ហិកតា Belty International University, the future of global leaders.